ចាចាសស្ដីបងប្អូនត្រីហ្វាមមកទៅហើយថ្ងៃនេះគឺយើងមកធ្វើវ៉ាក់សាំងម្ដងចាបងប្អូននេះគឺមន់ចំតុងមកយើងអាយុ3ខែចាបងប្អូន3ខែឥឡូវហ្នឹងគឺវាដោះសេហើយណងតិចតិចទេចាបងប្អូនហើយមន់ប្រភេទមន់ពងនេះពេលដែលវាពេញវ័យគឺណងហើយសេវាឡើងធំហើយក្រហមស្អាតហ្មងចាហ្នឹងពេលវាធ្លាក់ពងហើយនេះគឺអត់តាន់ទេវាតែបាន3ខែចាបងប្អូននេះតែបាន3ខែប៉ុន្តែវាស៊ីបានច្រើនជាងគេអញ្ចឹងការលូតលាស់វាលឿនជាងគេអញ្ចឹងណាបងប្អូនព្រោះតែសារណងសេវីឡើងក្រហមចាហើយបើនេះវិញអត់តាន់ទេព្រោះតែសារតែវានៅទូចចាឥឡូវនេះគឺយើងមកធ្វើវ៉ាក់សាំងសម្រាប់មន់ពងមកយកអាយុ3ខែចាហើយសម្រាប់បងប្អូនមានតម្រូវការមន់ពងចាកូនមន់ពងឬក៏មន់ចំតុងអាចតាក់ទងទៅហ្វាមបានចាព្រោះតែសារមន់របស់យើងគឺវ៉ាក់សាំងគ្រប់គ្រាន់ចាបងប្អូនឥឡូវគឺក្រុមការងារកំពុងតែរៀបចំធ្វើវ៉ាក់សាំងចារៀបចំធ្វើវ៉ាក់សាំងព្រោះតែសារវាធំក៏យើងត្រូវធ្វើវ៉ាក់សាំងវាដែរដល់កំណត់តែយើងធ្វើគឺយើងធ្វើចាព្រោះតែសារមន់នេះគឺជាប្រភេទមន់ពងមិនមែនបើសិនជាមន់ស្រែមន់បីសះអីប៉ុន្តែគេអាចចាប់លក់បានទេចាបងប្អូនតែអត់ទេយើងប៉ុណ្ណេះគឺយើងនៅធ្វើវ៉ាក់សាំងចាវ៉ាក់សាំងរបស់យើងគឺយើងចាក់កផ្លូវចាបងប្អូនចានេះយើងចាក់ផ្លូវហើយយើងមកធ្វើវ៉ាក់សាំងកផ្លូវមន់ប្រភេទមន់ពងគឺយើងធ្វើវ៉ាក់សាំងផ្លូវធំហ្នឹងចាក្រុមការងារកំពុងធ្វើចានេះប្រភេទមន់ពងនេះគឺយើងពេលដែលវាធំចាស់គឺយើងត្រូវធ្វើវ៉ាក់សាំងដូចគ្នាចាប្រហែលបងប្អូនដែលសារវាពេលម្លងពេលវាធ្លាក់ពងគឺវាឈឺយូរឆ្នាំចាចន្លោះពី2ទៅ3ឆ្នាំចាទៅវាអស់ពងចាអញ្ចឹងហើយម្លងពេលដែលវាជំទង់នេះគឺយើងត្រូវតែវ៉ាក់សាំងឲ្យបានគ្រប់គ្រាន់ដើម្បីយើងពេលដែលយើងត្រៀមពងទៅពេលដែលមន់ត្រៀមពងគឺយើងឈប់ធ្វើវ៉ាក់សាំងហើយគឺយើងធ្វើវ៉ាក់សាំងអីផ្សេងទៀតចាហើយក្រុមការងារកំពុងតែធ្វើចាប់ធ្វើវាធំប៉ុណ្ណេះក៏យើងនៅតែធ្វើដែរចាហើយប្រភេទមន់នេះគឺពងវាយូរឆ្នាំ2ទៅ3ឆ្នាំចាសម្រាប់បងប្អូនមានតម្រូវការអាចតាក់ទងពីតានីហ្វាមបានប្រភេទមន់យកពងអ៊ីសាប្រោនចាចិញ្ចឹមនៅក្នុងស្រុកនៅក្នុងខេត្តកពតចាចិញ្ចឹមនៅក្នុងប្រទេសខ្មែរយើងចាចំណាប្រទេសខ្មែរព្រោះតែសារតែមន់យើងគឺអត់នាំចូលមកទេយើងនាំតែកូនមន់ទូចដើម្បីយើងយកមកត្រៀមធ្វើវ៉ាក់សាំងត្រៀមយើងធ្វើវ៉ាក់សាំងយើងចំបដោះឡើងពីទូទៅចាហើយចឹងទៅវាស៊ាំជាមួយបរិយាកាសនៅខ្មែរយើងចាបើសិនជាយើងយកពីធំមកពីក្រៅមកហ្មងអាហ្នឹងគឺខ្ញុំក៏អត់ទាន់ហ៊ានទៅដែរព្រោះសារទី1វាផ្លាស់ប្ដូរបរិយាកាសទី2ផ្លាស់ប្ដូរចំណីអញ្ចឹងចាបងប្អូនតែបើថាវ៉ាក់សាំងបើថាមន់ចេញពីខាងរោងធានីទៅធានាជូនបងប្អូនគឺវ៉ាក់សាំងគ្រប់គ្រាន់ហើយមន់មានសុខភាពល្អចាបងប្អូនចាបើសារធំក៏យើងនៅធ្វើវ៉ាក់សាំងទូចក៏យើងធ្វើវ៉ាក់សាំងយើងធ្វើវ៉ាក់សាំងតទៅវាធ្លាក់ពងចាដល់ថ្ងៃដែលវាធ្លាក់ពងមិនយើងរៀបចំធ្វើវ៉ាក់សាំងផ្សេងទៀតចាហើយសម្រាប់បងប្អូនចង់ត្រូវការអាចតាក់ទងបានពីតានីហ្វាមជាពិសេសមួយទៀតគឺបងចង់ឲ្យតានីហ្វាមរៀបចំកញ្ចប់តឡើងរោងជូនរៀបចំធុងរៀបចំតំណក់ទឹកតចំណីប្រើប្រព័ន្ធទឹកភ្លើងអូតូជូនបងប្អូនពុកម៉ែបងអាចតាក់ទងបានតានីហ្វាម015 488 498ចាក្រុមការងារកំពុងចាក់វ៉ាក់សាំងហើយវ៉ាក់សាំងប្រភេទពួកមន់ពងនេះគឺច្រើនប្រភេទមែនតើចាហើយបើសិនជាបងប្អូនចង់រៀនបន្ថែមចង់សិក្សាជាវពីមន់ពីខាងតានីយើងមានប្រឹក្សាយោបល់ជូនពុកម៉ែបងប្អូនចារហូតតទៅវាធ្លាក់ពងឬក៏វាអស់ពងចម្រុះតែម្ដងចាអរគុណច្រើនបងប្អូនសម្រាប់ការតាមដាន